បងនៅខ្លះកំពុងតែគិតថារថយន្ត Ford Pickup មួយនេះមានតម្លៃធូរថ្លៃជាងគេអត់ល្អសម្រាប់ប្រើប្រាស់ព្រោះតែតម្លៃទាបអាចសាក់កិនម្ដងទៀតបានបន្ទាប់ពីដឹងមូលហេតុទាំងនេះចំណុចទី1គឺពាក់ព័ន្ធទៅនឹងកម្លាំងម៉ាស៊ីន Mazut 2.0 Single Turbo ចំនួនថ្មីគឺវាអាចប្រើប្រាស់ជាទូទៅបានធម្មតាដោយសារតែកម្លាំងសេសដែលវាអាចបង្កើតបានមកឬហូរដល់ទៅ170សេសឯណោះក៏ដូចជាកម្លាំងរមួលដល់ទៅ405 Newton meters ដែលប៉ុននេះគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាទូទៅប្រចាំថ្ងៃក៏ដូចជាសម្រាប់អាជីវកម្មផងដែរសម្រាប់ចំណុចទី2ពាក់ព័ន្ធទៅនឹងសមត្ថភាពដែលវាអាចប្រើប្រាស់បានច្រើនបែបច្រើនសន្តានជាក់ស្ដែងទៅរថយន្ត Ford Ranger XL នេះគឺបង្កើតឡើងមកសម្រាប់ការងារធ្ងន់មិនថាការលីសែងដឹកធ្ងន់រហូតដល់ទៅជាង1តោនឯណោះក៏ដូចជាការសណ្ដោងរហូតដល់ទៅជាង3តោនផងដែរដែលនេះស័ក្តិសមបំផុតសម្រាប់ការងារបែបសំណង់បែបដឹកជញ្ជូនការប្រើប្រាស់នៅតាមចំការក៏ដូចជាអាជីវកម្មផ្សេងៗផងដែរជាពិសេសទៅទៀតនោះគឺវាមានមុខងារពងពីកាពីតាទៀតនោះដែលអនុញ្ញាតឲ្យយើងអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវថែមទៀតផងសម្រាប់ចំណុចទី3ពាក់ព័ន្ធទៅនឹងការថែរក្សារថយន្តនេះគឺមិនចាំបាច់ឲ្យយើងចំណាយច្រើននោះទេជាក់ស្ដែងទៅរថយន្ត Ford Ranger XL បង្កើតឡើងមកជាមួយនឹងបច្ចេកវិទ្យាសាមញ្ញដែលនេះហើយគឺជាមូលហេតុដែលយើងមិនចាំបាច់ចំណាយថវិកាច្រើននៅក្នុងការថែរក្សានិងជួសជុលរថយន្តនេះផងដែរចំណុចទី4គឺពាក់ព័ន្ធទៅនឹងតម្លៃតិចជាងគេប៉ុន្តែទំហំមានអីហ្នឹងក៏ធំដូចគេដូចឯងផងដែរបើយើងនិយាយពីប្រវែងទំហំតួវិញគឺវាមិនខុសគ្នាទេរវាង XL XLT និង Vatra គឺតែមួយទេគុណភាពស្តង់ដារផលិតក៏តែមួយដូចគ្នាបើនិយាយជារួមគឺគុណភាពរឹងមាំល្អដូចគ្នាសម្រាប់ចំណុចទី5ជាចំណុចចុងក្រោយវាពាក់ព័ន្ធទៅនឹងការសន្សំសំចៃបានច្រើនមែនទែនជាក់ស្ដែងទៅបើយើងនិយាយពីកម្រិតស៊ីប្រេងសម្រាប់រថយន្តនេះនៅក្នុង100គីឡូម៉ែត្រណាបងប្អូនគឺមិនដល់10លីត្រផងហើយជាពិសេសទៀតនោះសម្រាប់ការបង់ពន្ធផ្លូវប្រចាំឆ្នាំគឺត្រឹមតែ20,000រៀលតែប៉ុណ្ណោះដែលនេះគឺជាការសន្សំសំចៃម្ចាស់វាបានច្រើនមែនទែននៅក្នុងមួយឆ្នាំណាបងប្អូនអញ្ចឹងសម្រាប់បងណាដែលមានតម្រូវការរថយន្ត pick up ដែលអាចជួយធ្វើការបានច្រើនជួយសន្សំសំចៃបានច្រើនក៏ដូចជាប្រើប្រាស់បានរយៈពេលយូរថែមទៀតនោះរថយន្ត pick up Ford Ranger XL ដែលមានតម្លៃ$37,900មួយនេះគឺជារថយន្តដែលល្អបំផុតសម្រាប់លំដាប់ថវិកាប៉ុណ្នេះហើយអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់រថយន្ត Ford Ranger XL នេះអាច comment នៅក្នុងវីដេអូនេះឲ្យអ្នកដទៃបានដឹងផង